រឿងក្តីស្រឡាញ់និងការយកចិត្តទុកដាក់លើកូនឆ្មាតូចពីម្ដាយវាជាពេលរសៀលដែលមានពន្លឺថ្ងៃដ៏ស្រស់បំព្រងនៅក្នុងសង្កាត់ដ៏ស្ងប់ស្ងាត់មួយម៉ាកដែលជាកូនឆ្មាស្រើបស្រាលរំភើបចិត្តក្នុងការជិះស្គូទ័រជុំវិញសួនច្បារក្រោយផ្ទះពេលមួយកូនឆ្មាម៉ាកជិះស្គូទ័រយ៉ាងលឿនដោយភាពរីករាយកន្ទុយតូចរបស់គេសັດតាមខ្យល់រំពេចនោះស្គូទ័ររបស់គេបានបុកដុំថ្មតូចមួយហើយម៉ាកបាត់បង់ការគ្រប់គ្រងពេលនោះម៉ាកបានធ្លាក់ពីលើស្គូទ័រហើយដួលទៅនឹងដីម៉ាកបានយំបន្តិចបន្តួចដែរពេលនោះម៉ាម៉ាបានឮសំឡេងយំហើយក៏ប្រញាប់ចេញពីផ្ទះបាយដោយក្តីបារម្ភជាខ្លាំងនាងបានលើកម៉ាកឡើងមកបីដោយដៃរបស់នាងហើយផ្ដល់ការលួងលោមដល់ម៉ាកផងដែរដោយមិនចាំយូរទេម៉ាម៉ាបានដាក់ម៉ាកនៅក្នុងកន្ត្រកងហើយប្រញាប់ទៅមន្ទីរពេទ្យសត្វមួយក្នុងទីក្រុងនៅមន្ទីរពេទ្យមានភាពកក់ក្ដៅនិងមានគិលានុបដ្ឋាយិកាមួយបានស្វាគមន៍ពួកគេនៅមាត់ទ្វារម៉ាកមានការភ័យខ្លាចបន្តិចប៉ុន្តែម៉ាម៉ាបានបីថ្នមគេដោយស្មាំញញឹមពេជ្ជបណ្ឌិតដែលជាសត្វទីទុយដ៏ចំណាស់និងឆ្លៀសវៃបានពិនិត្យដៃនិងជើងម៉ាកដោយថ្នមម៉ាកញញឹមដោយក្លាហានខណៈសត្វទីទុយបានឲ្យស្ទីកទៅម៉ាកម៉ាម៉ាបានថ្លែងអំណរគុណដល់គ្រូពេទ្យនិងគិលានុបដ្ឋាយិកាហើយពួកគេត្រឡប់ទៅផ្ទះវិញពេលទៅផ្ទះម៉ាម៉ាបានធ្វើទឹកដោះគោក្ដៅដែលម៉ាកចូលចិត្តហើយដាក់នៅលើគ្រែឲ្យម៉ាកបានមើលវីដេអូកម្សាន្តពេលព្យាបាលជើងរបស់គាត់ម៉ាម៉ាក៏នៅក្បែរនោះអានសៀវភៅផងដែរមួយថ្ងៃបានកន្លងផុតទៅហើយម៉ាកមានអារម្មណ៍ល្អនិងរឹងមាំជាងមុននៅព្រឹកថ្ងៃមួយគ្រូពេទ្យបាននិយាយថាជើងរបស់ម៉ាកបានជាសះស្បើយវិញហើយម៉ាកបានគ្រវីដៃលាមិត្តភ័ក្តិនៅមន្ទីរពេទ្យដោយថ្លែងអំណរគុណយ៉ាងក្រៃលែងពេលម៉ាកត្រឡប់មកផ្ទះវិញម៉ាកបានរត់ចូលទៅក្នុងទីធ្លាខាងក្រោយដោយមានអារម្មណ៍សប្បាយរីករាយនិងពោរពេញដោយថាមពលលើកនេះម៉ាកបានពាក់ឧបករណ៍សុវត្ថិភាពបន្ថែមហើយមានការប្រុងប្រយ័ត្នជាងមុនឃើញដូច្នោះម៉ាម៉ាញញឹមពីរៀនហាដោយមោទនភាពចំពោះកូនឆ្មាតូចដ៏ក្លាហានរបស់នាងហើយចាប់ពីថ្ងៃនោះមកម៉ាកតែងតែចងចាំជានិច្ចថាត្រូវពាក់ឧបករណ៍សុវត្ថិភាពរបស់គាត់ពីព្រោះសូម្បីតែការប៉ះតិចតួចក៏អាចនាំឲ្យមានមេរៀនធំដែរដូច្នេះគាត់មានការប្រុងប្រយ័ត្នមិនឲ្យដូចមុនទៀតឡើយសូមអរគុណ